បងប្អូនទាំងអស់គ្នាអើយនេះអាឡឹកធម្មជាតិដាំខ្លួនឯងហ្មងឆ្ងាញ់ស្រួយស្រាប់បងប្អូនអើយអាឡឹកនឹងណែនតាមណែនហ្មងកាប់ចេញមកណែនសាច់វាឡើងណែនណាអាឡឹកនឹងមានអាឡឹកលឿងនិងអាឡឹកក្រហមបងប្អូនមីងខ្ញុំគាត់ដាំខ្លួនឯងអាឡឹកឆ្ងាញ់ណានៅម្ដុំចកាម្ដុំភ័យធំបងប្អូន77 NG បងប្អូនណាត្រូវការអាចតាក់ទងបានអាឡឹកធម្មជាតិដាំខ្លួនឯងណាបងប្អូនมันឆ្ងាញ់มันយកលុយទេការដែលខ្ញុំបេះហ្នឹងដូចអត់ទាន់សូវទុំទេគិដល់ថ្ងៃចូលឆ្នាំបានវាទុំទាំងអស់និយាយពីពេលទៅដល់ចកាហ្នឹងខ្ញុំមើលទៅចកាអាឡឹកតែអត់មានឃើញផ្លែអញ្ចឹងម្រាយហើយពេលចុះទៅផ្លែកន្លែងណាក៏មានផ្លែវាបាំងស្លឹកមកអត់ឃើញផ្លែឡើងក្តាំងហ្មងអាឡឹកហ្នឹងកាលថ្ងៃដែលខ្ញុំទៅបេះនោះដូចជាអាទិត្យមុនវាអត់ទាន់ទុំទេអញ្ចឹងភិកច្រើនសិតតែវានៅស្ទើអញ្ចឹងយើងដើរមានទុំមួយទេបងប្អូនហើយធម្មជាតិហ្មងអាឡឹកហ្នឹងឆ្ងាញ់ណាស់បងប្អូនហើយសាច់ឡើងណែនហ្មងអាឡឹកហ្នឹងមានអាឡឹកលឿងអាឡឹកក្រហមបងប្អូនគេចូលឆ្នាំនេះទិញចែកជូនបងប្អូនអីត្រូវហ្មងចូលឆ្នាំបានរបស់ធម្មជាតិចេះបងប្អូនសប្បាយចិត្តងាប់ហើយធម្មជាតិឆ្ងាញ់ពិតបងប្អូនបេះហើយពងគិតថាចែកគ្នាម្នាក់អាម៉ានេះមើលទៅអរគុណបងប្អូនបាយបាយ